នេះបងប្អូនអើយមិនដឹងថាចង្រៃដល់ប៉ុណ្ណាទេកាត់មកជាខ្មែរហើយមកលេងប្រាសាទខ្លួនឯងហើយមកឆ្លៀតយកអឺហ្វឺតឬក៏ខ្ជូងអីហ្នឹងមកសរសេរអក្សរនៅលើប្រាង្គប្រាសាទទៀតជាការពិតណាស់ការកសាងប្រាសាទរបស់ព្រះមហាក្សត្រនីមួយៗនៅសម័យអង្គរគឺចង់បង្ហាញអំពីភាពរុងរឿងរីកចម្រើននៅពេលដែលទ្រង់ឡើងសោយរាជ្យជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំម្ដងទៀតហើយថ្ងៃនេះខ្ញុំសូមអារម្មណ៍ពុកម៉ែបងប្អូនទៅទស្សនាប្រាសាទមួយកន្លែងដែលមានឈ្មោះថាប្រាសាទមេបុណ្យខាងកើតបាទសូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅខាងក្រៅខ្ញុំនេះគឺជាប្រាសាទមេបុណ្យខាងកើតហើយមុននឹងចូលទៅទស្សនាទិដ្ឋភាពផ្នែកខាងក្នុងនៃប្រាសាទខ្ញុំសូមរៀបរាប់អំពីប្រវត្តិខ្លះៗទាក់ទងទៅនឹងប្រាសាទមេបុណ្យនៅខាងកើតបន្តិចដោយប្រាសាទមេបុណ្យខាងកើតនេះគឺកសាងឡើងនៅក្នុងរាជ្យរបស់ព្រះបាទរាជេន្ទ្រវរ្ម័នទី2នៅពាក់កណ្ដាលសតវត្សទី10ក្នុងឆ្នាំ953នៃគ្រិស្តសករាជដើម្បីឧទ្ទិសថ្វាយដល់លទ្ធិព្រហ្មញ្ញសាសនានិងថ្វាយទៅដល់អាទិទេពព្រះឥសូរហើយប្រាសាទនេះទ្រង់កសាងឡើងសម្រាប់ឧទ្ទិសថ្វាយទៅដល់បុព្វការីជនរបស់ព្រះអង្គផ្ទាល់ផងដែរហើយប្រាសាទនេះមានចម្ងាយប្រហែលជា500ម៉ែត្រពីប្រាសាទប្រែរូបហើយខ្ញុំសូមបញ្ជាក់បន្តិចថាបានជាគេហៅថាប្រាសាទមេបុណ្យខាងកើតដោយសារតែនៅតំបន់អង្គររបស់យើងគឺមានប្រាសាទចំនួន2មេបុណ្យហ្នឹងណាគឺចំនួន2ទី1គឺប្រាសាទមេបុណ្យខាងលិចដែលកសាងឡើងនៅចំកណ្ដាលបារាយខាងលិចឬក៏បារាយទឹកខ្លាហើយប្រាសាទទី2គឺនៅចំកន្លែងដែលយើងឈរនេះឯងដែលគេហៅថាប្រាសាទមេបុណ្យខាងកើតដោយសារតែប្រាសាទមេបុណ្យខាងកើតនេះគឺកសាងឡើងនៅចំកណ្ដាលបារាយយុសធរតដាពីមុនហើយអ្នកស្រុកឬក៏អ្នកភូមិទីនេះហៅថាបារាយខាងកើតឬក៏ថ្នល់បារាយហើយចំពោះពាក្យថាបារាយខាងលិចឬក៏បារាយខាងកើតនោះអ្នកស្រាវជ្រាវបារាំងជាអ្នកដាក់ឲ្យនេះទេដោយសារតែបារាយគឺមាន2បារាយខាងលិចហើយនិងបារាយខាងកើតហើយនឹងមានប្រាសាទ2ដូចគ្នានៅចំកណ្ដាលបារាយដូច្នេះហើយទើបជនជាតិបារាំងឬក៏អ្នកស្រាវជ្រាវបារាំងហ្នឹងហៅថាប្រាសាទមេបុណ្យខាងលិចនិងប្រាសាទមេបុណ្យខាងកើតតោះឥឡូវយើងទៅទស្សនាទិដ្ឋភាពនៅផ្នែកខាងក្នុងនៃប្រាសាទទាំងអស់គ្នាបាទសូមបញ្ជាក់ផងដែរថាចំពោះប្រាសាទមេបុណ្យខាងកើតនេះគឺកសាងឡើងក្រោយបារាយយុសធរតដានេះទេដោយបារាយយុសធរតដានេះគឺកសាងឡើងមុនប្រាសាទមេបុណ្យខាងកើតនេះដោយសារតែបារាយយុសធរតដានេះគឺកសាងឡើងនៅក្នុងរជ្ជកាលរបស់ព្រះមហាក្សត្រអង្គមុនគឺព្រះបាទយុសោវរ្ម័នទី1នៅក្នុងឆ្នាំ889ដល់910ហើយចំណែកឯប្រាសាទមេបុណ្យខាងកើតនេះគឺកសាងឡើងក្រោយនៅក្នុងរាជរបស់ព្រះបាទរាជេន្ទ្រវរ្ម័នទី2ដូច្នេះហើយប្រាសាទមេបុណ្យខាងកើតនេះគឺកសាងឡើងក្រោយបារាយនេះហើយបច្ចុប្បន្ននេះបារាយខាងកើតនេះត្រូវបានរីងស្ងួតអស់ទៅហើយនិងបានក្លាយទៅជាវាលស្រែនិងភូមិករដែលមានប្រជាជនរស់នៅយ៉ាងច្រើនកកនៅជុំវិញនោះបាទដោយខ្ញុំបានរៀបរាប់ពីខាងដើមហើយថាប្រាសាទនេះគឺកសាងឡើងនៅចំកណ្ដាលបារាយដូច្នេះហើយនៅសម័យមុនពេលដែលគេចង់មកគោរពពិធីសាសនានៅលើប្រាសាទនេះគឺគេត្រូវតែជិះទូកហើយនេះគឺជាភស្តុតាងជាផែដែលសម្រាប់ចតទូកនៅប្រាសាទមេបុណ្យខាងកើតនេះហើយផែនេះគឺមាននៅជុំវិញប្រាសាទតែម្ដងពុកម៉ែបងប្អូនឃើញហើយថាมันមានកម្មចិន្តាឡើងនោះទេតែនៅផ្នែកខាងលើទើបឃើញមានកម្មចិន្តាឡើងដើម្បីទៅធ្វើពិធីសាសនាបន្តនៅលើប្រាសាទហើយនេះគឺជាជាន់ទី1នៃប្រាសាទនៅពេលដែលយើងឡើងមកដល់ជាន់ទី1តែសង្កេតដូចថាជាន់ទី1និងជាន់ទី2គឺយើងឃើញមានរូបចម្លាក់សត្វដំរីនៅគ្រប់ជ្រុងទាំងអស់ទាំងជាន់ទី1ទាំងជាន់ទី2អញ្ចឹងណាបងប្អូនតើឥឡូវយើងទៅមើលចិត្តទាំងអស់គ្នានេះហើយបងប្អូនគឺជាចម្លាក់សត្វដំរីហើយសត្វដំរីនេះគឺមាននៅជ្រុងទី1និងជ្រុងទី2នេះបងប្អូនខ្ញុំបង្ហាញឲ្យមើលនោះក៏ជាសត្វដំរីដែរដូច្នេះហើយឃើញថានៅជាន់ទី1និងជាន់ទី2គឺមានចម្លាក់សត្វដំរីនៅគ្រប់ជ្រុងហើយសត្វដំរីនេះក៏មានគ្រឿងលម្អដូចជាកណ្ដឹងហើយនិងខ្សែកវាផងដែរមើលឲ្យចិត្តតិចមើល
นี่គ្រឿងលម្អវាបងប្អូនគ្រឿងលម្អខ្សែកហើយនេះដូចជាកដឹកអីចឹងណាបងប្អូននេះបើយើងនិយាយអំពីសំណង់ស្ថាបត្យកម្មនៃប្រាសាទនេះវិញគឺកសាងឡើងដោយប្រើគ្រឿងសំណង់4ប្រភេទគឺមានថ្មភក់ថ្មបាយក្រៀមឥដ្ឋលាយជាមួយនឹងកំបោរបាយអដោយថ្មបាយក្រៀមភាគច្រើនគេយកទៅសាងសង់ជាកំពែងឬក៏ជាខឿនប្រាសាទជាដើមចំណែកឯថ្មភក់គេយកទៅសាងសង់ជាគ្រឿងបង្គំប្រាសាទឬលម្អប្រាសាទដូចជាផ្តែរសសរពេជ្រក្លោងទ្វារចម្រឹងបង្អួចចំណែកឯឥដ្ឋវិញគឺគេយកទៅសាងសង់ជាតួប៉មប្រាសាទតែម្ដងរីឯកំបោរបាយអគឺគេយកទៅលម្អនៅលើឥដ្ឋនៃតួប៉មប្រាសាទឬឆ្លាក់ជាចម្លាក់ទេពដែលនៅជាប់តួប៉មប្រាសាទតែម្ដងក៏ប៉ុន្តែសប្តាហ៍ថ្ងៃដោយសារតែកំបោរបាយអនេះត្រូវបានរលុះបាត់បង់ទាំងស្រុងទៅហើយដូច្នេះយើងពុំឃើញមានសល់នៅកំបោរបាយអណាទៀតនោះទេតោះឥឡូវយើងទៅទស្សនាទិដ្ឋភាពផ្នែកខាងលើនៃកំពូលប្រាសាទវិញទាំងអស់គ្នាប្រាសាទនេះមានតួប៉មចំនួន5ដែលកសាងឡើងអំពីឥដ្ឋស្ថិតនៅលើខឿនថ្មភក់និងថ្មបាយក្រៀមដែល4នៅជុំវិញរាងខ្វែងជើងក្អែកនិងមួយទៀតនៅចំកណ្ដាលសម្រាប់ឧទ្ទិសថ្វាយដល់សិវលិង្គឬឧទ្ទិសថ្វាយទៅដល់ព្រះឥសូរហើយប្រាសាទនេះបែរមុខទៅទិសខាងកើតនិងមានទ្វារចូលមួយនៅទិសខាងកើតហើយនឹងមានទ្វារបញ្ឆោតចំនួន3ទៀតរួមជាមួយនឹងសំណង់តូចៗដែលនៅជុំវិញប្រាសាទហើយនឹងសំណង់ទាងទ្រវែងផ្សេងៗទៀតចំណែកឯផ្តែរដែលស្ថិតនៅលើប្រាសាទនិបន់ខាងកើតនោះភាគច្រើនគឺនៅល្អហើយអ្នកស្រាវជ្រាវបានវាយតម្លៃថាជាប្រាសាទដែលមានចម្លាក់ល្អបន្ទាប់ពីប្រាសាទបន្ទាយស្រីដោយសារតែចម្លាក់នៅលើផ្តែរនេះមានសភាពស្រស់ស្អាតហើយល្អិតល្អន់និងច្បាស់លាស់ទៀតពិសេសគឺគេឆ្លាក់រូបអាទិទេពផ្សេងៗឬក៏ឆ្លាក់ជារឿងទេវកថាដែលស្ថិតនៅក្នុងព្រហ្មញ្ញសាសនានេះបងប្អូនឃើញហើយគឺសសរពេជ្រស្អាតមែនទែនបងប្អូនក្បាច់គឺល្អិតល្អន់មែនទែនហើយចំណែកឯផ្តែរវិញគឺថាឃើញស្រស់ស្អាតមែនទែនហើយក្បាច់នោះគឺល្អណាស់ល្អមែនទែនហ្មងបងប្អូនដោយសារតែកត្តាធម្មជាតិកត្តាសង្គ្រាមនិងការទុកចោលនៃក្រុងអង្គរអស់រយៈពេល10ឆ្នាំផងនោះទើបធ្វើឲ្យប្រាសាទមួយនេះមានសភាពបាក់បែកនិងទ្រុឌទ្រោមក៏ប៉ុន្តែសប្តាហ៍ថ្ងៃនេះប្រាសាទមួយនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាដែលមានការថែរក្សាជួសជុលគាំពៀធ្វើយ៉ាងណាឲ្យប្រាសាទមួយនេះឈររឹងមាំឲ្យបានរាប់សិបឆ្នាំតទៅមុខបន្តទៀតបាទសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះហើយក៏សូមអភ័យទោសផងបើសិនជាមានខុសឆ្គងនៅត្រង់កន្លែងណាមួយអរគុណជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលា